ជាទីមេត្រីឃើញថាឥឡូវនេះប្រជាពលរដ្ឋបុកមកខ្លាំងមែនទែនហើយអាជ្ញាធរគាត់ក៏កំពុងតែដុតដៃដុតជើងនៅក្នុងការសម្រួលប្រជាពលរដ្ឋមានន័យថាគាត់ឲ្យចូលដែរប៉ុន្តែឲ្យចូលតែតំបន់សតំបន់ក្រហមដែលតំបន់ក្តៅគឺមិនទាន់អនុញ្ញាតឲ្យចូលទេដូចជាវងមួផ្អងអូស្មាច់គឺកុំអាតនឡើងទៅអីណាកុំអាឡើងទៅអីតែប្រសិនបើផ្ទះនៅត្រឹមក្រុងសំរោងនិងនៅតាមតំបន់ជិតនេះគឺអាចចូលទៅបានខ្ញុំធ្វើជើងរាយការណ៍នេះគឺនៅក្រោមនៃក្រុងសំរោងបន្តិចហើយឃើញថាមានប្រជាពលរដ្ឋច្រើនមែនទែនបានកំពុងតែធ្វើការនាំគ្នាឡើងទៅច្រើនមែនទែនប៉ុន្តែបញ្ជាក់ផងដែរថាប្រសិនបើទៅអូស្មាច់គេឲ្យឡើងទៅនេះបងនេះយើងអនុញ្ញាតឲ្យទៅតំណាដែរតំបន់សឲ្យទៅត្រឹមតែកន្លែងកែងកណ្ដែកនេះទេបងអត់ឲ្យទៅមកនេះគឺជាបទបញ្ជាដល់មើងម៉ាត់របស់អាដាមអភិបាលខេត្តបាទអរគុណបងប្អូនជាទីមេត្រីបានស្ដាប់ហើយឃើញប្រជាពលរដ្ឋច្រើនកំពុងតែនាំគ្នាបុកឡើងទៅបងឡើងទៅដល់ណាវិញចង់ឡើងទៅឆ្ងាយតែដល់ពេលគេអត់ឲ្យឡើងដល់ពេលចៅលួចគាស់ផ្ទះយកម៉ូតូយកអីអស់ហើយអញ្ចឹងដល់ពេលនិយាយអញ្ចឹងអត់យល់ទេចេះបងបើតាមអ្វីដែលគេប្រាប់ខ្ញុំណាខ្ញុំនិយាយតាមតែគេប្រាប់ដែរគាត់ប្រាប់ដែរទេគាត់ថានៅក្នុងវាតំបន់ហ្នឹងវាអត់ទៀងវាក្តៅខ្ញុំទៅនឹងខ្ញុំក៏ដឹងដែរថាតំបន់គ្រោះថ្នាក់តែចង់ថាប្រពេលនេះខ្ញុំចង់ថាតើមើលផ្ទះឬម៉ាន់តិចហើយដល់ពេលហើយមិនមកយើងយកម៉ូតូយើងមកវិញទៀតអញ្ចឹងណាពីព្រោះអញ្ចឹងហើយរាល់ថ្ងៃនេះដឹងថាចៅលួចគាស់បើបងផ្លែខ្ញុំបាសអ្នកស្គាល់អីវិញគឺវាគាស់យកតិចអស់ហើយណាអញ្ចឹងហើយដល់ពេលងាកមិញគេឡាយឡើងលុកដូចថាគេលុកអីវ៉ាន់ចាប់ព្រួយហ្នឹងចៅលួចគាស់យកហើយដល់ពេលហើយងាកមិញហ្នឹងមានវីដេអូពូវាគាត់ឡាយដូចថាចៅលួចគាស់ដល់ពេលគាត់ថាអ្នកបងប្អូនដែលថាមានអវយអាចទៅឡើងយកបានយកមកបន្តិចសិនទៅដល់ពេលឥឡូវគេឲ្យទៅខ្ញុំឡើងទៅឡាយតាំងពីមួផ្អងឃើញថាប្រជាពលរដ្ឋនៅក្នុងក៏កក់កុញច្រើនដែរបងគេឲ្យចូលទៅទាំងអស់អញ្ចឹងអានេះគឺខ្ញុំអត់ដឹងថាជំហានឬមួយក៏គោលការណ៍យ៉ាងណាអានេះខ្ញុំអត់ដឹងទេដឹងថាពាក្យប្រចាំអារាមយ៉ាងណាយ៉ាងណីអានឹងយើងវាក៏អត់ដឹងឥឡូវដឹងមែនថានៅកន្លែងហ្នឹងវាតំបន់ក្តៅវាតំបន់គ្រោះថ្នាក់តែខ្ញុំជាប្រជាពលរដ្ឋនេះខ្ញុំក៏ចង់ថាត្រូវការទៅមើលផ្ទះមកផ្លែហើយក៏មិនបាននៅមើលនៅដូចថាក៏មិនបាននៅនឹងដែរឥឡូវសូមបងទ្រាំបន្តិចសិនណាបងខ្ញុំដឹងជួយបងរបៀបមកខ្ញុំមិនដឹងណាព្រោះសិនខ្ញុំជាបងក៏ខ្ញុំចង់ចាំងដូចបងដូចគ្នាបាទអរគុណបងណាអរគុណបងប្អូនជាទីមេត្រីបានលើហើយនេះគឺជាសកម្មភាពនៃការពិនិត្យនៃអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋដែលចង់ចូលទៅខាងក្នុងបាទចង់ចូលទៅខាងក្នុងបងចូលទៅដល់ណាប៉ាសសក្រមសុំរកស្រូវមកលក់អូខេបងប្អូនជាទីមេត្រីឥឡូវនេះខ្ញុំមិនមានអីច្រើនទេគ្រាន់តែចង់ប្រាប់បងប្អូនថាឃើញថាប្រជាពលរដ្ឋច្រើនមែនទែនបាទកំពុងតែធ្វើការកកកុញនៅកន្លែងដែលជំលះឡើងទៅកន្លែងផ្ទះសម្បែងរបស់គាត់វិញណាប៉ុន្តែសូមបញ្ជាក់ដដែលអាជ្ញាធរអនុញ្ញាតឲ្យចូលទៅត្រឹមតែក្រុងសំរោងនិងហួសកែងសំរោងបន្តិចតែប៉ុណ្ណោះប្រសិនបើហួសពីនេះដូចជាវងមួផ្អងឬមួយក៏ច្រកអូស្មាច់អាជ្ញាធរសមត្ថកិច្ចមិនអនុញ្ញាតឲ្យគាត់ចូលទៅទេណាអញ្ចឹង